ការទី2កាត់ធំអាចជា2 300 គីឡូហ្នឹងគឺអាន2 300 គីឡូក៏បានតោះសួស្តីបងប្អូនថ្ងៃនេះមាននេះខ្ញុំតាខ្ញុំកាត់អណាចឹងកាត់នៅគីឡូ12ហ្នឹងហើយហ៎គួរគុំដាច់គុំធ្លាក់បាត់កាត់បងប្អូនបាទយើងកាត់ចឹងណាបងប្អូនបាទពីលើទុកអីគេកាត់អីញ៉ាហ្នឹងហើយស្អីយើងកាត់ចឹងបងប្អូនបាទត្រេនកាត់អត់ដូចត្រេនបតុមទេបងប្អូនបាទនេះកាត់បានប៉ុណ្ណឹងបងប្អូនចឹងយកទៅលក់អីឆាត់មកវឺតមកបងប្អូនបាទបាន25ខាត់ក្រុងចឹងបងប្អូនបាទមើលទៅមុខអ្នកកាត់មុខឡើងខ្មៅញូញអស់ហ្នឹងមើលព្រមមកខ្ញុំដែរឃើញបងប្អូនបាទបងប្អូនណាដែលចង់ទិញអីយកទៅលក់បន្តឆាត់មកវឺតបងប្អូនណានឹងឲ្យធានាសាច់ឲ្យបងប្អូនមកវិញហើយមើលទៅលើហើយកុំតនៅក្បាលខោតាមទៅវិញហើយមក200 គីឡូទេមកបងប្អូនអត់ស្គាល់ត្រេនកពតពិតចឹងណាពីអ្នកចំការចឹងបងប្អូនបាទនេះពណ៌ដីនេះឃើញទេពណ៌ដីបងឃើញអត់ឃើញពណ៌ដីអត់ហ្នឹងហើយហើយនេះកាត់បានណាបងប្អូននេះកាត់បានបងប្អូនឃើញទេកាត់បានអស់ហើយបងប្អូនណាដែលចង់បានត្រេនពណ៌ដីអូខាចឹងណាសាច់ស្អិតល្មួតចឹងបងប្អូនតាក់តងមកវឺតមកបងប្អូនតម្លៃល្អពិសេសហើយផ្ញើបាន25ខាត់ក្រុងទាំងមួយដុំមួយចាស់មួយរីអីចឹងណាបងប្អូនណាហ្នឹងហើយឆាតមកវឺតមកក្នុង page ក៏បាន Telegram ក៏បានក្នុង Facebook ក៏បានដែរបងប្អូនហ្នឹងហើយឆាតមកវឺតមកបងប្អូនហ្នឹងហើយហ្នឹងកាត់ហើយបាទតោះសួស្តីបងប្អូនខ្ញុំប្រាប់ពូជអូខាមកធ្វើទៀតសេរីអូខាដល់នេះសេរីខ្មៅខិចដូចខ្ជូងអញ្ចឹងណាមើលមកដើមហ្នឹងមានតែមួយហ្នឹងតែវាខ្មៅខិចដូចខ្ជូងអញ្ចឹងនេះថាអូខាសូកូឡាបងប្អូនហ្នឹងហើយមានតែមួយដើមហ្នឹងថាហៅកំងនេះអត់ដឹងថាមកគ្រាប់ហ្នឹងប្រហែលមួយណាចង់បានអីតាក់តងមកវឺតមកបងប្អូនហ្នឹងហើយផ្ញើបាន25ខែក្រុងសាច់លឿងស្អិតល្មួតណាបងប្អូនណាផ្ទះទុរេនធម្មជាតិបងប្អូនហ្នឹងហើយផ្ញើមកលឿននេះផ្ញើមកអីឆានមកលឿនហ្នឹងហើយនេះអានេះខ្ញុំហៅពូជសេរីអូខាខ្ជុងសេរីអូខាខ្ជុងមើលឡើងខ្មៅខិចហ្មងអានេះខ្មៅមិនធម្មតាថ្ងៃនេះខ្ញុំកាត់បានខ្ទង់250គីឡូសម្រាប់មួយហ្នឹងហើយបើមួយណាដែលចង់បានត្រេនអីឆាតមកវឺតមកបងប្អូនហ្នឹងហើយត្រេនរបស់យើងលក់តម្លៃសមរម្យទេបងប្អូនណាហ្នឹងហើយបងប្អូនណាដែលចង់ដឹងតម្លៃឆាតមកវឺតមកបងប្អូនណាបាទហើយត្រេនយើងពណ៌ដីសម្បុរពណ៌ដីសាច់លឿងស្អិតល្មួតណាបងប្អូនហ្នឹងហើយសម្រាប់ខ្ញុំបញ្ជាក់បន្តិចបងប្អូនត្រេនយើងជាលក្ខណៈកាត់ចុះពីដើមអញ្ចឹងទុក4យប់បានទុំណាបងប្អូនណាទុក4យប់បានទុំហើយបងប្អូនណាដែលចង់បានភ្លាមបកភ្លាមខ្ញុំអត់មានទេសម្រាប់ចំការខ្ញុំអត់មានលក់របៀបចុះពីដើមឲ្យទុំចុះពីដើមឲ្យទុំអត់មានទេបងប្អូន4យប់បានទុំណាបងប្អូនបាទកម្មភាពថតដើមអើយអ្នករស់ស៊ីតរេនបាក់ដល់ហើយកូនអ្នកចំការបងប្អូនអើយធ្វើម៉េចបើម៉ែអូយើងអ្នកអំការបើយើងមិនធ្វើមានអ្នកណាធ្វើឥឡូវហ្នឹងបងប្អូនណាដែលចង់បានត្រេនអីយកទៅលក់បន្តអីឆានមកវឺតមកបងប្អូនព្រោះត្រេនអូខខេត្តកពតយើងសាច់លេខ1បងប្អូននេះសើសវលពណ៌ដីបងនេះអេមែនបងប្អូនអេមែនបាទហ្នឹងហើយបងប្អូនណាដែលចង់បានត្រេនយកទៅលក់បន្តអីឆានមកវឺតមកបងប្អូនណាហ្នឹងហើយធានាតម្លៃឲ្យបងប្អូនហ្នឹងហើយសវលពណ៌ដីបងស្ដីមួយទាំងអស់គ្នាមួយដែលចង់បានត្រេននៅខាក់យកទៅលក់បន្តអីមកលឿនមកមួយថ្ងៃហ្នឹងកាត់បាន1គូឡានណាខ្ទង់300ជាងគីឡូអីមួយញ៉ាំមកវឺតមកតានេះសាច់ឲ្យមើលចកាផ្ទាល់មួយបាទពងជូនត្រេនណាយើងកាត់ពេលល្ងាចបាទកាត់ពេលល្ងាចល្អជាងកាត់ពេលថ្ងៃត្រង់ហើយពេលព្រឹកហ្នឹងហើយសម្រាប់មួយដែលចង់បានត្រេនយកទៅលក់បន្តអីឆាមកវឺតមកមួយណាបាទហ្នឹងហើយកាប់
môi ngày nó ban mà cút lan không phải ngồi lỗ môi là trong ban để lấy gì chạm mà lươn môi rồi bỏ đây thì áo sẽ bỏ sẽ đang nâng ngày môi là trong ban vô từ lục tối chạm mà vụt nó môi nè từ này lọ hai nâng ngày thì hoàn tịnh môi mà lươn nhà bạn phải làm khai trông ok bye bye môi là trong ban từ vô từ bỏ đôm lục to á môi miền ơi lỡ cắt bằng tông thèm rồi lỗ môi bà nâng ấy nơi trên không bột cô lỗ đập pí môi là trong ban ấy chạm mà vụt môi ba nữa mà chạm cả đá tàu ấy linh lớn mình lớn toi anh vô từ đến tàu ấy môi bỏ đôm lươn lại bị xe to sụt đây môi miền là bán to tiêu đấy tông thèm môi chiên lỗ tiêu môi nam là trong ban từ đến ốc khả vô từ lục to ấy chạm mà vụt từ lại lỗ môi nhà bạn phải làm cắt cong ơi môi mà lan phanh bắp thèm môi chiên lỗ tiêu đấy môi ơi chơi thôi mệt bắt ta sửa đây môi chỉ ca tivi ban bây giờ lỗ chiên nó sai cho môi em á lịch muối anh bỏ đây á khơi miệt tội chứ ngay tay còn mỡ sai chứ em á nhà ban phải làm khai trong môi trong ban tẹt tông mà lại lọ chiên món này hiện tôi tích lại lọ môi nè là ngày xưa lụa vậy luôn ta xưa lụa là ngày nhà ban phải làm khai trong lươn